chẳng dương đo tiếng thmò xong mà ôn bật to vì dương đo rụt thiếu này dương từ đá cặp tiếng thmò chàng môi sân nó cái này dương một đam bài nên đằng xa một chẳng phải giặt phải trái nó lỡ lạnh du hay độc bạc đào rung khiếu không phong này rung thôm mình tên phải lưu tha rung nắng tăngពីចំនួនមិនតាំងពីចំនួនទេកាលពីចំនួនប៉ុលពតគឺគេប្រជាជនមកលាក់ខ្លួនពួននៅទីនេះមិនបាយដឹងបងប្រាប់តែតាមនេះរោងខៀវបងប្អូនអូរបៀបដូចជាផ្ទះមួយទៅហើយរោងបងប្អូនគ្នារោងខៀវវ៉ាវมันธรรมดาទេបងប្អូនវ៉ាវស្អាតបជាវទាំងអស់បងប្អូននេះស្អាតបជាវណាដើរលើអាចបជាវនេះអញ្ចឹងទីនេះគឺរោងខៀវបងប្អូនរោងខៀវគេហៅថារោងខៀវហើយរោងក្រហមគឺយើងត្រូវដើរទៅខាងនោះវិញបានទៅដល់រោងក្រហមអញ្ចឹងបងប្អូនទាំងអស់គ្នានេះគឺទិដ្ឋភាពទាំងស្រុងដែលនៅក្នុងរោងខៀវដែលមានសភាពថ្មដូចជារលកទឹកបក់បោកមកដែលមានស្នាមអុចហើយខ្មៅនេះគឺសុទ្ធតែកន្លែងសត្វប្រជៀវនៅហើយបងប្អូនមើលខាងក្រោមឃើញខ្មៅសុទ្ធតែជាអាចប្រជៀវទាំងអស់ហើយកន្លែងនេះប្រវត្តិពីមុនធ្លាប់ឮគេនិយាយថាកាលពីចំនួនប៉ុលពតគឺប្រជាជនយើងគាត់រត់ទៅលាក់ខ្លួននៅក្នុងរោងខៀវនេះហើយនៅខាងមុខគឺមានរោងក្រហមមួយទៀតបន្តិចទៀតខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅមើលរោងក្រហមអញ្ចឹងបងប្អូនទាំងអស់គ្នាតោះយើងបន្តទៅមើលរោងក្រហមវិញដែលនៅខាងមុខហើយខាងលើថ្មខាងមុខគឺពោពេញទៅដោយផ្ទាំងថ្មហើយនឹងមានឃុំជាច្រើនដែលនៅជាប់ផ្ទាំងថ្មខាងលើតែអត់ដឹងថាលើមានឬអត់ទេអញ្ចឹងយើងត្រូវដើរកាត់ផ្ទាំងថ្មមួយដ៏វែងដែលនៅខាងលើពោពេញទៅដោយសម្បុកឃុំដ៏ច្រើនក៏ប៉ុន្តែឃុំនេះគឺមានតែសម្បុកព្រោះមេវាហើយចោលមិនដឹងតាំងពីពេលណាហើយការដើរឡើងភ្នំដោយបងប្អូនបានឃើញនេះមិនមែនស្រួលនោះទេគឺត្រូវដើរចម្ងាយឆ្ងាយនិងផ្លូវលំបាកជួបឧបសគ្គជាច្រើនហើយនេះគឺរូងក្រហមដែលមានសភាពថ្មខុសពីរូងខៀវហើយថ្មកន្លែងខ្លះមានរូបរាងដូចជាមុខមនុស្សកន្លែងខ្លះមានដានដូចជាត្រូវទឹករលកបោក